ម្ចាស់ហាងទូរស័ព្ទដែលជេរប្រតិចធ្ងន់ធ្ងរទៅលើវីរៈកងទ័ពបានចេញវីដេអូសុំទោសដើម្បីបញ្ចប់រឿងហើយម្ចាស់ហាងលក់ទូរស័ព្ទឈ្មោះចិន្តាសវណ្ណារីបានចេញមកសុំទោសវីរៈកងទ័ពឈ្មោះរិទ្ធដែលកំពុងតែឈរជើងនៅទិសប្រាសាទតាមាន់បានកំងទិញទូរស័ព្ទតាមអនឡាញពីហាង Mr. X Gaming តម្លៃជាង$100ប៉ុន្តែទូរស័ព្ទមានបញ្ហានិងបានផ្ញើត្រឡប់ទៅហាងវិញតែម្ចាស់ហាងមិនទទួលខុសត្រូវយ៉ាងណាមិញស្ត្រីរូបនេះរួមជាមួយនឹងប្តីដោយទទួលរងការជេរប្រមាថនិងខឹងសម្បារពីសំណាក់មហាជនតាមបណ្ដាញសង្គមខ្លាំងពេកម្ចាស់ហាងបានចេញវីដេអូសុំទោសនិងព្យាយាមសងទឹកប្រាក់ចំនួន$20,000និងទូរស័ព្ទ Oppo មួយគ្រឿងដើម្បីបញ្ចប់រឿងពេលនេះការប៉ັດត្រូវបានលាតត្រដាងហើយស្គាល់អត្តសញ្ញាណច្បាស់ហើយប្តីប្រពន្ធជាអ្នកលក់ទូរស័ព្ទអនឡាញហើយជេរប្រមាថវីរៈកងទ័ពព្រោះតែទិញទូរស័ព្ទមកប្រើមិនកើតតាមរយៈគណនី Facebook មួយបានឲ្យដឹងថាម្ចាស់ហាងលក់ទូរស័ព្ទនេះប្តីឈ្មោះងួនសុគន្ធីហើយប្រពន្ធដែលគ្មានសុជីវធម៌ពូកែចេះនោះឈ្មោះថាសវណ្ណារីគូស្វាមីទាំងពីរបានរៀបការតាំងពីថ្ងៃទី23ខែកក្កដាឆ្នាំ2020នៅផ្ទះដែលពួកគេកំពុងតែរស់នៅរាល់ថ្ងៃគឺនៅច្បារអំពៅទី1ជិតសាលាបឋមសិក្សាច្បារអំពៅទី1ហើយលោកក៏បានបន្តថាតាំងពីរៀបការជាមួយគ្នាមកដោយពួកគេចាប់ដៃគ្នារកស៊ីលក់ទូរស័ព្ទជាពិសេសទូរស័ព្ទមួយទឹកនិងទូរស័ព្ទកូពីនាំចូលពីចិនដែលលក់នៅទីតាំងនិង page ឈ្មោះ Mr. X Gaming មានទីតាំងជិតផ្សារព្រែកជ្រៃសង្កាត់ព្រៃកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញពួកគេមានប្រវត្តិលក់អីវ៉ាន់គ្មានគុណភាពទូរស័ព្ទនាំចូលពីចិនប្រើមិនកើតនិងបង្ហោះជេរប្រមាថ page តាម Mr. X Gaming ចំពោះអតិថិជនណាដែលបានឆ្លើយឆ្លងកំងហើយតែមិនយកអីវ៉ាន់របស់ពួកគេវិញដូច្នេះការជេរប្រមាថដល់បងវីរៈកងទ័ពមិនមែនជាសកម្មភាពជេរប្រមាថលើកទី1នោះទេគឺពួកគេធ្លាប់ឆាទៅជេរនិងបង្ហោះអតិថិជនជាច្រើនមកហើយនៅពេលដែលទូរស័ព្ទរបស់ពួកគេផ្ញើទៅអតិថិជនសម្រាប់ចិត្តថាមិនយកវិញអាចដោយសារតែមានបញ្ហាប្រើមិនកើតក្រោយពីផ្ទុះវីដេអូជេរប្រមាថវីរៈកងទ័ពប្តីប្រពន្ធមួយគូនេះបានបាញ់លុយ$20,000ដល់បងវីរៈកងទ័ពកាលពីម្សិលមិញដើម្បីបញ្ចប់រឿងនិងកំពុងតែផ្ញើទូរស័ព្ទ Oppo មួយគ្រឿងដល់បងវីរៈកងទ័ពផងដែរវីរៈកងទ័ពក៏បានទទួលយកដំណោះស្រាយបែបនេះដោយគាត់មិនចូលចិត្តមានរឿងវែងឆ្ងាយប៉ុន្តែរឿងទំនងជាមិនបញ្ចប់នោះទេព្រោះតែការជេរប្រមាថរបស់នាងបានធ្វើឲ្យពលរដ្ឋស្ទើរតែទូទាំងប្រទេសមានការខឹងសម្បារចំពោះសម្ដីអសីលធម៌របស់អ្នកលក់រូបនេះចាសូមជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំគឺជាម្ចាស់ page ដែលមានចំនួនជាមួយនឹងបងកងទ័ពថ្ងៃនេះនាងខ្ញុំសូមចេញវីដេអូសុំទោសជាសាធារណៈចំពោះរូបគាត់ផ្ទាល់ចំពោះមហាជនទូទាំងប្រទេសផ្ទាល់ចំពោះបងវីរៈកងទ័ពបងកងទ័ពរួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នាងខ្ញុំសូមធ្វើការសុំទោសជាសាធារណៈដោយចិត្តស្មោះចំពោះកំហុសឆ្គងដែលនាងខ្ញុំមានហើយនាងខ្ញុំសូមសន្យាថានឹងមិនឲ្យមានកំហុសឆ្គងបែបនេះចាប់ពីថ្ងៃនេះតទៅចឹងសូមបងប្អូនមេត្តាអាណិតអធ្យាស្រ័យដល់រូបនាងខ្ញុំផងចាសូមអរគុណ